នៅព្រឹកថ្ងៃទី18 ខែឧសភាឆ្នាំ2026រដ្ឋបាលសង្កាត់រៀមបានរៀបចំពិធីបើកការដ្ឋានផ្លូវបេតុងមួយខ្សែដែលមានប្រវែង190ម៉ែត្រទទឹង5ម៉ែត្រកម្ពស់ 0.15 ម៉ែត្រក្នុងពិធីបើកការដ្ឋាននេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិតសំរិទ្ធសុផាតប្រធានក្រុមប្រឹក្សាក្រុងកំពង់សោមអមដោយសមាជិកក្រុមប្រឹក្សាមន្ត្រីសាលាក្រុងកំពង់សោមនិងក្រុមការងារសាលាសង្កាត់រៀមផ្លូវគឺជាសរសៃឈាមនៃមូលដ្ឋានមានផ្លូវមានសេដ្ឋកិច្ចមានផ្លូវមានក្តីសង្ឃឹមនិងស្នាមញញឹម